ពាក្យថាគ្រួសារគឺមានន័យសម្រាប់ខ្ញុំប៉ុន្តែអ្វីដែលហិតតែមានន័យទៀតគឺពាក្យថាគ្រួសារដ៏តូចរបស់ខ្ញុំការសម្រេចចិត្តមកលេងនៅសហរដ្ឋអាមេរិកគឺជាការសម្រេចចិត្តដ៏ត្រូវដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំដោយសារតែការសម្រេចចិត្តមកលេងប៉ុន្តែបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំឲ្យមានអារម្មណ៍ថាចង់រស់នៅក្នុងរយៈពេលខ្លីមួយដើម្បីផ្លាស់ប្ដូរនៅបទពិសោធន៍ដើម្បីទទួលបាននៅអ្វីដែលថ្មីហើយបទពិសោធន៍នឹងរឿងថ្មីនៅក្នុងជីវិតសុទ្ធសឹងតែរឿងល្អក្នុងរយៈពេល2ឆ្នាំកន្លងមកនេះសឹងតែអាចនិយាយបានថាមិនមានរឿងអាក្រក់កើតឡើងនៅក្នុងជីវិតរបស់ខ្ញុំសោះរយៈពេល2ឆ្នាំកន្លងមកនេះហើយខ្ញុំសប្បាយចិត្តនៅអ្វីដែលខ្ញុំទទួលបានបើសិនជាយើងបកពីជីវិតគ្រួសារវិញគឺខ្ញុំសប្បាយចិត្តដែលខ្ញុំបាននៅជិតកូនទោះបីក្នុងមួយឆ្នាំយើងជួបគ្នាបានតែម្ដងពីរដងប៉ុន្តែខ្ញុំស្គាល់អ្វីដែលរសជាតិនៃជីវិតពាក្យថាគ្រួសារដ៏តូចគឺមានន័យមែនតើខ្ញុំមានភាពសប្បាយរីករាយខ្ញុំស្គាល់អារម្មណ៍ជាម្ដាយខ្ញុំស្គាល់អារម្មណ៍ពាក្យដែលគេហៅថាម្ដាយខ្ញុំស្គាល់អារម្មណ៍ការយកចិត្តទុកដាក់កូនមកលើខ្ញុំការជួយទុកធុរៈគ្រប់បែបយ៉ាងទាំងអស់ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅដែលខ្ញុំសប្បាយចិត្តមករស់នៅចិត្តកូនអញ្ចឹងជាពិសេសគឺស្នាមញញឹមដែលកូនញញឹមមករកខ្ញុំការសម្រេចចិត្តនៅក្នុងជីវិតគឺសិតសឹងតែធ្វើឲ្យយើងមានការព្រួយបារម្ភសិតសឹងតែធ្វើឲ្យយើងមានសម្ពាធនិងបារម្ភខ្លាចដំណើរជីវិតរបស់យើងនៃការជ្រើសរើសរឿងនីមួយៗគឺខុសនៅពេលដែលយើងបង្កើតកំហុសឡើងសម្ពាធទី1គឺខ្លួនឯងដែលយើងមានអារម្មណ៍មួយថាគឺយើងធ្វើខុសសម្ពាធទី2គឺមនុស្សជុំវិញខ្លួនមានមនុស្សខ្លះចាំលើកទឹកចិត្តមានមនុស្សខ្លះចាំឲ្យសម្ពាធនៅពេលដែលយើងដើរខុសផ្លូវនីមួយសម្រាប់មនុស្សមួយចំនួនគឺគាត់ជាមនុស្សមួយដែលគាត់មិនខ្វល់ពីសន្តិអ្នកដទៃប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតគឺគាត់រស់នៅលើមាត់អ្នកដទៃអញ្ចឹងគាត់មានការព្រួយបារម្ភជាខ្លាំងតួយ៉ាងដូចជារូបខ្ញុំជាដើមពេលខ្លះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំគិតពីអ្នកដទៃជាងគិតពីខ្លួនឯងជាពិសេសគឺខ្វល់នឹងសន្តិអ្នកដទៃតែម្ដងតែចាប់ផ្ដើមពីខ្ញុំស្គាល់គ្រួសារខ្ញុំគាត់បានផ្លាស់ប្ដូរការគិតរបស់ខ្ញុំជាពិសេសទៀតជាមួយនឹងបទពិសោធន៍ថ្មីដែលខ្ញុំមករស់នៅសហរដ្ឋអាមេរិកជីវិតយើងគឺយើងអ្នករើសយើងអ្នកដើរខ្លួនឯងបើយើងគិតល្អអ្វីៗក៏ល្អតាមនឹងកុំរស់អោបទុកកុំរស់ដោយការចំណែនរស់បែបជាយើងភាពជោគជ័យគឺបានដោយសារការខិតខំរបស់យើងខ្លួនឯងវីដេអូនេះគ្រាន់តែខ្ញុំបង្ហាញអំពីអារម្មណ៍របស់ខ្ញុំដែលខ្ញុំសប្បាយចិត្តក្នុងការសម្រេចចិត្តរស់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លីហើយដំណើរជីវិតគឺល្អសម្រាប់ខ្ញុំសម្រាប់វីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីជីវិតរបស់ខ្ញុំនៃការចាប់ផ្ដើមការធ្វើកញ្ចក់ថាមូលហេតុអីទើបខ្ញុំជ្រើសរើសនៅការធ្វើកញ្ចក់នៅសហរដ្ឋអាមេរិករហូតដល់បើកអាជីវកម្មនៅសហរដ្ឋអាមេរិកអរគុណ